ខ្ញុំបាទឆាណែរទ្ធីយូណាសសូមជូនសម័យអាណានិគមបារាំងកំឡុងទសវត្សរ៍ទី19ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនេនកូសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិចរបស់ប្រទេសនេះរួមមានអង្គរដែលកាលនោះឥទ្ធិពលអំណាចរបស់រាជវង្សសង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់ប៉ែកខាងកើតនៃប្រទេសបន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីនវៀតណាមខាងត្បូងសម័យបច្ចុប្បន្ននៅឆ្នាំ1867ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឲ្យបារាំងដាក់អាណាព្យាបាលលឿនគោរបស់ទ្រង់នៅពេលនោះលោកភ្ជុំរប៉ូលដឺឡាក្រុងឌ្យែទេសាភិបាលអាណានិគមកូសាំងស៊ីនកំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើលឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀមនៅថ្ងៃ11សីហា1863ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលទទួលស្គាល់អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់ស្ថិតនៅក្រោមសន្ធិសញ្ញានេះរបបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឲ្យនៅមានដដែលក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញបារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធាសៀមរយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបានប្រគល់ខេត្តបាត់ដំបងរបស់កម្ពុជានិងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ1-2នៅឆ្នាំ1862បន្ទាប់ពីដំណើររបស់ឧត្តមនាវីបូណាទេសាភិបាលបារាំងប្រចាំក្រុងព្រេងកូមកកម្ពុជាបារាំងយល់ថាភូមិសាស្ត្រអាចឲ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្តរនិងបស្ចិមនៃឥណ្ឌូចិនព្រមទាំងអាចបង្កើតរបាំងខ័ណ្ឌដែនដីដែលកាន់កាប់ដោយបារាំងនិងអង់គ្លេសនៅឥណ្ឌូចិនបារាំងឲ្យលោកឡាក្រង់ឌីយ៉ែមកចរចាបញ្ចុះបញ្ចូលព្រះបាទនរោត្តម1861-1904ឲ្យយល់ព្រមចុះព្រះហស្ថលេខាលើសន្ធិសញ្ញាស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជាថ្ងៃ11សីហា1863ប្រទេសសៀមរឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះហើយធ្វើការគំរាមកំហែងព្រះបាទនរោត្តមដោយមិនព្រមប្រគល់មកុដរាជនិងគ្រឿងរាជកុធភណ្ឌមកថ្វាយព្រះអង្គវិញទេពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានតាក់ទាញព្រះបាទនរោត្តមឲ្យវិលមករកសៀមវិញប៉ុន្តែបារាំងបានប្រឆាំងតបវិញដោយបញ្ជូនកប៉ាល់5គ្រឿងនិងទាហានជើងទឹក100នាក់ឡើងមកកាន់ទីក្រុងភ្នំពេញបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបងនិងសៀមរាបឲ្យទៅសៀមនិងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀមស្តីពីពិធីរាជាភិសេកព្រះបាទនរោត្តមជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃ3មិថុនា1864មកដល់ឆ្នាំ1867ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំងដើម្បីដាក់របបអាណាព្យាបាលមកលើកម្ពុជាអាសនៈនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយដែលស្ថិតនៅតុងកឹងឥឡូវគឺវៀតណាមខាងជើងកម្ពុជាក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរដែលត្រូវបានគ្រប់គ្រងដោយ Residence Superior Residence Superior ឬឯកាធិបតីសម្រាប់កម្ពុជាដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយក្រសួងជើងទឹកនិងអាណានិគមនៅប៉ារីសឯកាធិបតី Residence Superior គឺនៅពេលនោះត្រូវបានជួយដោយពួកឯកាភិបាល Residenceឬពួកអភិបាលក្នុងតំបន់ជើហ្វាយខេត្តដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានាទីរួមខេត្តដូចជាបាត់ដំបងពោធិ៍សាត់ឧដុង្គនិងសៀមរាបភ្នំពេញជារាជធានីគឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី Residence Superior ឯកាធិបតីបានក្តោបក្តាប់អំណាចដ៏សន្ធឹកសន្ធាប់ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយចង់បានអំណាចលើសពីនេះទៀតនៅឆ្នាំ1897ឯកាធិបតីដែលកំពុងតែកាន់តំណែងបានត្អូញត្អែទៅទីក្រុងប៉ារីសថាស្ដេចបច្ចុប្បន្ននៃកម្ពុជាព្រះបាទនរោត្តមលែងសាកសមដើម្បីដឹកនាំនិងស្នើសុំកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធចេញរាជក្រឹត្យនិងសូម្បីតែតែងតាំងមន្ត្រីរាជការនិងជ្រើសរើសពួកព្រះអង្គម្ចាស់មកុដរាជព្រះបុត្រាស្នងរាជចាប់ពីពេលនោះមកព្រះបាទនរោត្តមនិងពួកស្ដេចនាពេលអនាគតរបស់កម្ពុជាក្លាយជាស្ដេចដែលមានតែឈ្មោះនិងជាឧបថគ្គសាសនាព្រះពុទ្ធនៅកម្ពុជាទោះយ៉ាងណាក្តីក៏ពួកទ្រង់នៅតែមើលឃើញថាជាស្ដេចទេវរាជតាមរយៈក្រសែភ្នែករបស់ប្រជាជនស្រុកស្រែចម្ការដែលអំណាចផ្សេងទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី Residence Superior និងការិយាធិបតេយ្យឲ្យអាណានិគមយ៉ាងណាក៏ដោយការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើងដោយពួកមន្ត្រីបារាំងភាគច្រើនបំផុតនិងជនជាតិមួយទៀតដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិយួនដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រាគេនៅសហភាពឥណ្ឌូចិនសូមបងប្អូនបន្តស្ដាប់ភាគ2បន្តទៀត